រត់សួស្តីពុកម៉ែបងប្អូនរបស់យើងទាំងអស់គ្នាថ្ងៃនេះយើងមកបង្ហាញអំពីមេបាកងានរបស់យើងនៅក្នុងនោះគឺយើងមានពពួកកងានក្បាលតោហើយនិងកងានស្រែយើងប្រកាសចម្រោះគ្នាហ្មងយើងយកជាពពួកសាច់ណាយើងហៅវាថាកងានស្រែកាត់ក្បាលតោឈ្មោះក្បាលតោរបស់យើងគីឡូធំពីនោះវាជឿ10គីឡូ9គីឡូ10គីឡូតែវាជន់វាស្រកណាព្រឹកមិញយើងដេញទឹកម្ដងដើម្បីវាជន់ព្រោះវាកំពុងឲ្យដល់ញីដល់ឈ្មោះអញ្ចឹងណាឥឡូវនេះយើងដេញវាឡើងកោវិញថ្ងៃយើងដេញវា2ដងដេញតែ2ដងឯងព្រោះដោយសារកន្លែងនេះវាចោតអញ្ចឹងទៅវាហ៊ានចោះខ្លួនឯងតែមកដេញឥឡូវដល់ពេលដេញវាចូលត្រង់វិញហើយណាដេញចូលត្រង់វិញហើយតែកំពុងតែរៀបចំឡើងទៅគេហដ្ឋានរបស់គេវិញយើងទៅតែទិញមេមក4ក្បាលដែរទិញកាប់ប្រយុទ្ធមិញយកមកដើម្បីប្រកាសជាមួយនឹងក្បាលតោរបស់យើងឃើញថាឈ្មោះរបស់យើងមានច្រើននៅក្បាលតោមាន15ក្បាលតែសារឈ្មោះតោយើង5ក្បាលហើយយើងបញ្ចូលវាទាំងម្ដងគេឡើងទៅយើងយកមកប្រកាសដើម្បីយើងចិញ្ចឹមជាសាច់ចិញ្ចឹមជាសាច់ដើម្បីឲ្យបានគីឡូធ្ងន់តិចបានគីឡូធ្ងន់យើងលក់បាននឹងថ្លៃដែរអញ្ចឹងណាបើយើងដាក់ទឹកកងានស្រែរបស់យើងគឺទៅរួចទេបាទខ្លះឡើងរួចទេនឹងគេឡើងទៅវិញហើយតើហើយទៅសម្រុតខ្លួននៅត្រង់វិញហើយអូខេអរគុណជម្រាបលា